ព្រះពុទ្ធសំដែងព្រះសូត្រអមិតាខ្ញុំឮដូច្នេះក្នុងពេលមួយនោះព្រះពុទ្ធគង់នៅក្នុងសួនអូសៀនចេតាអនាថាធបណ្ឌិកក្រុងសាវត្ថីជាមួយមហាភិក្ខុទាំង 1250 អង្គសុទ្ធតែជាព្រះអរហន្តអ្នកណាក៏ស្គាល់ដូចជាព្រះតេជគុណសិរីបុត្រមហាមុគលានមហាកាសបៈមហាកាថយាយានមហាកោសោធីឡារេវតាសិទ្ធិខន្ធាកាននអានន្តរេហុលកាវំបតិពិញ្ញុឡាបរវច្ចាកលុដយីនមហាកាភីណាវកុលាអនិរុទ្ធនិងផ្សេងទៀតសុទ្ធតែជាសិស្សដ៏អស្ចារ្យរបស់ព្រះពុទ្ធជាមួយមហាព្រះពោធិសត្វដូចជាព្រះពោធិសត្វម៉ានជូស្រីព្រះពោធិសត្វអាជីតាព្រះពោធិសត្វកណ្ដាហាស្ទីនព្រះពោធិសត្វព្យាយាមដរាបជាមួយមហាព្រះពោធិសត្វជាច្រើនទៀតនិងរួមគ្នាជាមួយសកទេវរាជនិងពពួកទេវតាជាច្រើនគ្មានកំណត់ព្រមទាំងមហាជនបានមូលផ្ដុំចូលរួមស្ដាប់ធម៌នៅពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់បានប្រាប់ទៅព្រះសិរីបុត្រថាណែមនីសិរីបុត្រចាប់ផ្ដើមពីទីនេះឆ្ពោះទៅទិសខាងលិចឆ្លងកាត់ 100000 កោដភពព្រះពុទ្ធមានភពមួយឈ្មោះសុខាវតីនៅក្នុងភពនោះមានព្រះសម្មាសម្ពុទ្ធមួយអង្គមានព្រះនាមហៅថាអមិតាបច្ចុប្បន្នកំពុងតែសម្ដែងធម៌ទេសនាមនាលសិរីបុត្រភពនោះហេតុអ្វីមានឈ្មោះហៅថាសុខាវតីមកអំពីសត្វលោកនៅក្នុងភពនោះគ្មានការរងទុក្ខជួបតែសេចក្តីសុខហេតុនោះហើយទើបមានឈ្មោះហៅថាសុខាវតីលើសពីនឹងទៅទៀតសិរីបុត្រនៅក្នុងភពសុខាវតីមានរបង7ជាន់មានសំណាញ់7ស្រទាប់មានលំឈើ7ជួរដែលត្រូវបានបង្កើតឡើងអំពីរតនភណ្ឌទាំង4ប្រភេទព័ទ្ធជុំវិញហេតុនោះហើយទើបហៅថាសុខាវតីលើសពីនេះទៅទៀតសិរីបុត្រនៅក្នុងភពសុខាវតីមានស្រះ7រតនភណ្ឌពោពេញដោយទឹកមានគុណធម៌ទាំង8ប្រការបាតស្រះនីមួយៗគឺបរិសុទ្ធក្រាលដោយខ្សាច់មាសនៅលើជ្រុងទាំង4មានចង្ដើមមាសប្រាក់ឡាភីតឡាយូលីនិងគ្រីស្ទ័លខាងលើមានវិមានអាគារដែលត្រូវបានគេតុបតែងលម្អដោយមាសប្រាក់ឡាភីតឡាយូលីគ្រីស្ទ័លគុជមេដាគុជក្រហមនិងកាណាលៀននៅក្នុងស្រះមានផ្កាឈូកធំដូចកង់រទេះពណ៌បៃតងមានពន្លឺបៃតងពណ៌លឿងមានពន្លឺលឿងពណ៌ក្រហមមានពន្លឺក្រហមពណ៌សមានពន្លឺសទន់ភ្លន់អស្ចារ្យក្រអូបនិងបរិសុទ្ធណែមនីសិរីបុត្រភពសុខាវតីសម្រេចសមិទ្ធផលកុសលតាក់តែងបានល្អដូចនេះឯងលើសពីនេះទៅទៀតសិរីបុត្រភពនោះតែងតែមានបក្សីចម្រុះពណ៌ដ៏កម្រនិងអស្ចារ្យបក្សីគ្រីលសបក្សីមយូរាបក្សីអង្គវុបក្សីសិរីបក្សីកាលវិញនិងបក្សីជីវិតរួមក្នុងវេលាទាំង6នៃថ្ងៃនិងយប់វងបក្សីស្រែកច្រៀងដោយសំឡេងសុខដុមរមនាសំឡេងដ៏ភ្លឺស្វាងនិងរីករាយរបស់ពួកគេប្រកាសអំពីឫសគល់ទាំង5អំណាចទាំង5ចំណែកពោធិទាំង7អរិយមគ្គទាំង8ផលទាំងឡាយដូចនេះឯងកាលណាសត្វលោកនៅក្នុងភពនោះបានឮសំឡេងទាំងនេះហើយក៏មានសតិសម្បជញ្ញៈរលឹកដល់ព្រះពុទ្ធរលឹកដល់ព្រះធម៌រលឹកដល់ព្រះសង្ឃមនាលសិរីបុត្រយល់កុំគិតថាបក្សីស្លាប់ទាំងនេះកើតដោយសារកម្មឲ្យសោះហេតុអ្វីទៅមកអំពីភពរបស់ព្រះពុទ្ធអង្គនោះគ្មានអបាយភូមិទាំង3ឡើយមនាលសិរីបុត្រភពរបស់ព្រះពុទ្ធអង្គនោះសូម្បីតែឈ្មោះអបាយភូមិក៏គ្មានដែរកុំថាឡើយមានពិតបក្សីទាំងនោះសុទ្ធតែជាព្រះពុទ្ធអមិតាចង់ឲ្យធម៌បានផ្សព្វផ្សាយយ៉ាងទូលំទូលាយទើបនិមិត្តឡើងដូចនេះឯងសិរីបុត្រភពរបស់ព្រះពុទ្ធនោះមានខ្យល់ស្រាលអង្រួនដាំឈើរតនភណ្ឌនិងសំណាញ់រតនភណ្ឌបញ្ចេញសំឡេងពីរោះអស្ចារ្យដូចជាភ្លេង100ពាន់ប្រគំដំណើរគ្នាអ្នកណាបានឮសំឡេងនេះហើយក៏កើតចិត្តមានសតិសម្បជញ្ញៈរលឹកដល់ព្រះពុទ្ធរលឹកដល់ព្រះធម៌រលឹកដល់ព្រះសង្ឃ
មនាលសិរីបុត្រភពរបស់ព្រះពុទ្ធនោះសម្រេចសមិទ្ធផលកុសលតាក់តែងបានល្អដូចនេះឯងមនាលសិរីបុត្រតើអ្នកគិតដូចម្ដេចហេតុអ្វីព្រះពុទ្ធអង្គនោះមាននាមហៅថាអមិតាមនាលសិរីបុត្រព្រះពុទ្ធអង្គនោះមានពន្លឺរស្មីមិនអាចវាស់វែងបានចែងចាំងសពទាំង10ទិសដោយមិនមានការរាំងស្ទះហេតុនោះហើយមាននាមហៅថាអមិតាលើសពីនេះទៅទៀតសិរីបុត្រជីវិតរបស់ព្រះពុទ្ធអង្គនោះនិងប្រជាជនរបស់ព្រះអង្គគ្មានកំណត់គ្មានព្រំដែនអសង្ខេយកັບហេតុនោះហើយមានឈ្មោះហៅថាអមិតាមនាលសិរីបុត្រព្រះពុទ្ធអមិតាបានត្រាស់ដឹងជាព្រះពុទ្ធដល់បច្ចុប្បន្ននេះបាន10កັບលើសពីនេះទៅទៀតសិរីបុត្រព្រះពុទ្ធអង្គនោះមានសាវកជាច្រើនគ្មានដែនកំណត់ទាំងអស់សត្វជាមហាព្រះអរហន្តមិនអាចរាប់នឹងគុណនាបានព្រះពោធិសត្វក៏ដូច្នោះដែរមនាលសិរីបុត្រភពរបស់ព្រះពុទ្ធនោះសម្រេចសមិទ្ធផលកុសលតាក់តែងបានល្អដូចនេះឯងលើសពីនេះទៅទៀតសិរីបុត្រភពសុខាវតីសត្វលោកកើតនៅភពនោះសត្វជាអរិយសច្ចៈនៅក្នុងចំណោមនោះមានច្រើនអង្គជាតិបន្តនឹងបានត្រាស់ដឹងជាព្រះពុទ្ធចំនួននោះច្រើនមិនអាចគុណនាបានមានតែប្រើច្រើនអសង្ខ័យគ្មានដែនកំណត់ដើម្បីនិយាយមនាលសិរីបុត្រសត្វលោកបានឮពាក្យទាំងនេះព្រោះតែសច្ចាសំកើតទៅភពនោះហេតុអ្វីទៅពីព្រោះបាននៅកន្លែងតែមួយជាមួយមនុស្សល្អជាន់ខ្ពស់មនាលសិរីបុត្រកុំគិតថាមាននិស័យបុណ្យកុសលប្រភពឬគល់ល្អបន្តិចបន្តួចបានកើតទៅភពនោះឲ្យសោះមនាលសិរីបុត្របើមានបុរសល្អឬស្ត្រីល្អណាបានឮនិយាយអំពីព្រះពុទ្ធអមិតារួចទទួលយកនឹករលឹកសូត្រព្រះនាមព្រះអង្គទោះ1ថ្ងៃ2ថ្ងៃ3ថ្ងៃ4ថ្ងៃ5ថ្ងៃ6ថ្ងៃឬ7ថ្ងៃដោយសតិសម្បញ្ញញ្ញៈចិត្តតែមួយដែលមិនច្របូកច្របល់អ្នកនោះពេលអស់ជីវិតបានឃើញព្រះពុទ្ធអមិតាជាមួយក្រុមព្រះពោធិសត្វបង្ហាញខ្លួននៅចំពោះមុខពេលអស់ជីវិតចិត្តរបស់អ្នកនោះមិនមានភាពវង្វេងស្មារតីនោះទេភ្លាមត្រូវបានកើតទៅក្នុងភពសុខាវតីរបស់ព្រះពុទ្ធអមិតាមនាលសិរីបុត្រយើងមើលឃើញអត្ថប្រយោជន៍ទាំងនោះទើបនិយាយដូច្នេះប្រសិនបើមានសត្វលោកណាបានឮយើងនិយាយនេះពួតតែសច្ចាកើតទៅភពនោះមនាលសិរីបុត្រដោយថ្ងៃនេះយើងសរសើរប្រយោជន៍អំពីកុសលមិនអាចពិភាក្សារបស់ព្រះពុទ្ធអមិតានៅទិសខាងកើតក៏មានព្រះពុទ្ធអសុបព្រះពុទ្ធរូបរាងសមេរុព្រះពុទ្ធសមេរុមហាអស្ចារ្យព្រះពុទ្ធរស្មីសមេរុព្រះពុទ្ធសំលេងដ៏អស្ចារ្យក៏ដូចនេះដែរព្រះពុទ្ធទាំងឡាយយ៉ាងនេះរាប់មិនអស់ដោយខ្សាច់ទន្លេគង្គាមួយអង្គគង់នៅភពរបស់ខ្លួនបង្ហាញរាងអណ្ដាតធំវែងក្របដណ្ដប់សពប៉ុនលានភពទាំងឡាយហើយពោលពាក្យប្រកាសដូចនេះសត្វលោកទាំងអស់ក៏បីជឿសរសើរដំកើងនៅកុសលនិងគុណធម៌ដែលមិនអាចនឹកស្មានដល់នៃព្រះសូត្រដែលត្រូវបានព្រះពុទ្ធទាំងអស់ជំនះការពារនេះមនាលសិរីបុត្រនៅទិសខាងត្បូងមានព្រះពុទ្ធចន្ទ្រាសូរិយាប្រទីបព្រះពុទ្ធពន្លឺដ៏ល្បីព្រះពុទ្ធស្មាដ៏អស្ចារ្យព្រះពុទ្ធប្រទីបសមេរុព្រះពុទ្ធព្យាយាមគ្មិនដែនកំណត់ក៏ដូចនេះដែរព្រះពុទ្ធទាំងឡាយយ៉ាងនេះរាប់មិនអស់ដោយខ្សាច់ទន្លេគង្គាមួយអង្គគង់នៅភពរបស់ខ្លួនបង្ហាញរាងអណ្ដាតធំវែងក្របដណ្ដប់សពប៉ុនលានភពទាំងឡាយហើយពោលពាក្យប្រកាសដូចនេះសត្វលោកទាំងអស់ក៏បីជឿសរសើរដំកើងនៅកុសលនិងគុណធម៌ដែលមិនអាចនឹកស្មានដល់នៃព្រះសូត្រដែលត្រូវបានព្រះពុទ្ធទាំងអស់ជំនះការពារនេះមនាលសិរីបុត្រនៅភពទិសខាងលិចមានព្រះពុទ្ធជីវិតគ្មានដែនកំណត់ព្រះពុទ្ធរូបរាងគ្មានដែនកំណត់ព្រះពុទ្ធវាំងននគ្មានដែនកំណត់ព្រះពុទ្ធពន្លឺដ៏អស្ចារ្យព្រះពុទ្ធភ្លឺដ៏អស្ចារ្យព្រះពុទ្ធរូបរាងរតនភណ្ឌព្រះពុទ្ធពន្លឺបរិសុទ្ធក៏ដូចនេះដែរព្រះពុទ្ធទាំងឡាយយ៉ាងនេះរាប់មិនអស់ដោយខ្សាច់ទន្លេគង្គាមួយអង្គគង់នៅភពរបស់ខ្លួនបង្ហាញរាងអណ្ដាតធំវែងក្របដណ្ដប់សពប៉ុនលានភពទាំងឡាយហើយពោលពាក្យប្រកាសដូចនេះសត្វលោកទាំងអស់ក៏បីជឿសរសើរដំកើងនៅកុសលនិងគុណធម៌ដែលមិនអាចនឹកស្មានដល់នៃព្រះសូត្រដែលត្រូវបានព្រះពុទ្ធទាំងអស់ជំនះការពារនេះម
មនាលសិរីបុត្រនៅភពទិសខាងជើងមានព្រះពុទ្ធស្មាចែងចាំងពន្លឺព្រះពុទ្ធសំលៀងជ័យជំនះកំពូលព្រះពុទ្ធសង្គ្រោះលំបាកព្រះពុទ្ធប្រសូតព្រះអាទិត្យព្រះពុទ្ធពន្លឺបរិសុទ្ធក៏ដូច្នេះដែរព្រះពុទ្ធទាំងឡាយយ៉ាងនេះរាប់មិនអស់ដោយខ្សាច់ទន្លេគង្គាមួយអង្គគង់នៅភពរបស់ខ្លួនបង្ហាញរៀងអណ្ដាតធំវែងក្របដណ្ដប់សពពាន់លានភពទាំងឡាយហើយពោលពាក្យប្រកាសដូច្នេះសត្វលោកទាំងអស់ក៏បីជឿសរសើរដំកើងនៅកុសលនិងគុណធម៌ដែលមិនអាចនឹកស្មានដល់នៃព្រះសូត្រដែលត្រូវបានព្រះពុទ្ធទាំងអស់ជំនះការពារនេះមនាលសិរីបុត្រនៅទិសខាងក្រោមមានព្រះពុទ្ធតោព្រះពុទ្ធល្បីព្រះពុទ្ធពន្លឺដ៏ល្បីល្បាញព្រះពុទ្ធព្រះធរព្រះពុទ្ធវាងននធរព្រះពុទ្ធរក្សាធរក៏ដូច្នេះដែរព្រះពុទ្ធទាំងឡាយយ៉ាងនេះរាប់មិនអស់ដោយខ្សាច់ទន្លេគង្គាមួយអង្គគង់នៅភពរបស់ខ្លួនបង្ហាញរៀងអណ្ដាតធំវែងក្របដណ្ដប់សពពាន់លានភពទាំងឡាយហើយពោលពាក្យប្រកាសដូច្នេះសត្វលោកទាំងអស់ក៏បីជឿសរសើរដំកើងនៅកុសលនិងគុណធម៌ដែលមិនអាចនឹកស្មានដល់នៃព្រះសូត្រដែលត្រូវបានព្រះពុទ្ធទាំងអស់ជំនះការពារនេះមនាលសិរីបុត្រនៅទិសខាងលើមានព្រះពុទ្ធសំឡេងបរិសុទ្ធព្រះពុទ្ធស្ដេចតារាព្រះពុទ្ធឧត្តមក្រអូបព្រះពុទ្ធពន្លឺក្រអូបព្រះពុទ្ធស្មាភ្លឺអស្ចារ្យព្រះពុទ្ធគ្រឿងអលង្ការផ្កាយចម្រុះពណ៌ព្រះពុទ្ធស្ដេចសាលព្រឹក្សព្រះពុទ្ធគុណធម៌ផ្ការតនភ័ណ្ឌព្រះពុទ្ធចក្ខុវិស័យគ្រប់អត្ថន័យព្រះពុទ្ធដូចភ្នំព្រះសុមេរុក៏ដូច្នេះដែរព្រះពុទ្ធទាំងឡាយយ៉ាងនេះរាប់មិនអស់ដោយខ្សាច់ទន្លេគង្គាមួយអង្គគង់នៅភពរបស់ខ្លួនបង្ហាញរៀងអណ្ដាតធំវែងរាប់ដណ្ដប់សពពាន់លានភពទាំងឡាយហើយពោលពាក្យប្រកាសដូច្នេះសត្វលោកទាំងអស់ក៏បីជឿសរសើរដំកើងនៅកុសលនិងគុណធម៌ដែលមិនអាចនឹកស្មានដល់នៃព្រះសូត្រដែលត្រូវបានព្រះពុទ្ធទាំងអស់ជាអ្នកការពារនេះមនាលសិរីបុត្រតើអ្នកគិតយ៉ាងណាហេតុអ្វីបានជាហៅថាព្រះសូត្រដែលត្រូវបានព្រះពុទ្ធទាំងអស់ជាអ្នកការពារមនាលសិរីបុត្រប្រសិនជាមានបុរសល្អឬស្ត្រីល្អណាបានឮព្រះសូត្រនេះហើយទទួលយកថែរក្សានិងអនុវត្តតាមរួចបានឮព្រះនាមរបស់ព្រះពុទ្ធបុរសស្ត្រីដែលល្អទាំងនោះត្រូវបានព្រះពុទ្ធទាំងអស់ការពារនិងបានឆ្ពោះទៅមុខជានិច្ចមិនវិលក្រោយវិញលើមាគ៌ាត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដូច្នេះហើយមនាលសិរីបុត្រពួកលោកគួរតែជឿទទួលយកពាក្យសម្ដីរបស់តថាគតនិងពាក្យសម្ដីរបស់ព្រះពុទ្ធទាំងអស់ទ្រង់បានត្រាស់មនាលសិរីបុត្របើអ្នកណាម្នាក់បានសច្ចាកំពុងតែសច្ចានិងសច្ចាកើតទៅភពរបស់ព្រះពុទ្ធអមេត្តាអ្នកទាំងអស់នោះបានកើតក្នុងអតីតកាលកើតក្នុងបច្ចុប្បន្នឬនឹងកើតក្នុងអនាគតនឹងបានឆ្ពោះទៅមុខជានិច្ចមិនវិលក្រោយវិញលើមាគ៌ាត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធដូច្នេះហើយសិរីបុត្របុរសល្អឬស្ត្រីល្អណាបើមានជំនឿគួរតែសច្ចាបួងសួងសុំកើតទៅភពនោះមនាលសិរីបុត្រដូចជាតថាគតថ្ងៃនេះសរសើរនៅកុសលធម៌និងគុណធម៌ដ៏ធំធេងនឹកស្មានមិនដល់របស់ព្រះពុទ្ធទាំងឡាយព្រះពុទ្ធទាំងនោះក៏សរសើរនៅកុសលធម៌និងគុណធម៌ដ៏ធំធេងនឹកស្មានមិនដល់របស់តថាគតរួចនិយាយដូច្នេះព្រះពុទ្ធសក្យមុនីទ្រង់អាចបំពេញកិច្ចការដ៏កម្រនិងលំបាកបំផុតក្នុងភពសាហាក្នុងកាលដ៏អាក្រក់នៃសេចក្តីច្របូកច្របល់ទាំង5កັບច្របូកច្របល់តថេច្របូកច្របល់កិលេសច្របូកច្របល់សត្វច្របូកច្របល់អាយុច្របូកច្របល់បានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងព្រះធម៌ឲ្យសត្វលោកស្ដាប់ដែលក្នុងលោកទាំងមូលពិបាកនឹងជឿនេះមនាលសិរីបុត្រក៏បីដឹងច្បាស់ថាតថាគតនៅក្នុងភពដ៏អាក្រក់នៃសេចក្តីច្របូកច្របល់ទាំង5ធ្វើរឿងដ៏លំបាកនេះបានត្រាស់ដឹងជាព្រះសម្មាសម្ពុទ្ធប្រាប់ពិភពលោកអំពីធម៌ដ៏ពិបាកជឿនេះវាពិតជាពិបាកណាស់ព្រះពុទ្ធទ្រង់ត្រាស់ព្រះសូត្រនេះរួចព្រះសិរីបុត្រនិងភិក្ខុទាំងឡាយទេវតាមនុស្សអសុរៈ
និងអ្នកដតីក្នុងពិភពទាំងអស់បានស្ដាប់ព្រះពុទ្ធសម្ដែងធម៌ហើយក៏រីករាយទទួលយកថ្វាយបង្គំរួចថយចេញព្រះពុទ្ធសម្ដែងព្រះសូត្រអមិតាសូមចោះតែប៉ុណ្ណេះនេះគឺជាព្រះសូត្រមាននៅក្នុងព្រះពុទ្ធសាសនាមហាយានបកប្រែពីភាសាសំស្ក្រឹតទៅជាភាសាចិនដោយគ្រូធម៌ពេត្រីបេដកគូមារាជីវ៉ាបកប្រែពីភាសាអង់គ្លេសមកជាភាសាខ្មែរដោយ Google Translate និង ChatGPT រៀបរៀងសម្រួលដោយខេមរានៅពូបឹងធំស្រុកអណ្ដូងទឹកខេត្តឃ្លាំង